ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC ដើម្បីគំនិតរីកចម្រើន Sinvenue ជាក្រុមហ៊ុនផ្ដាច់មុខកាហ្វេពីប៉ៃលិននិងមណ្ឌលគិរីដែលមានតែមួយគត់នៅកម្ពុជាដាច់ឈ្មៀលរសជាតិឆ្ងាញ់សុខភាពល្អសាកលវិទ្យាល័យឯកទេសនៃកម្ពុជា CUS សិក្សាដើម្បីបុគ្គលិកលក្ខណៈសម្បត្តិល្អប្រពៃសិក្សានៅ CUS កាហ្វេ Funan សញ្ញាមេដៃកាហ្វេធម្មជាតិសុទ្ធឈ្ងុយឆ្ងាញ់ស្រស់ស្រាយពេញមួយថ្ងៃសិក្សានៅសាកលវិទ្យាល័យអាមេរិកខាងភ្នំពេញ AUPP និស្សិតនឹងទទួលបានសញ្ញាបត្រ2មួយបានពី AUPP និងមួយទៀតបានពីសាកលវិទ្យាល័យ Arizona ឬសាកលវិទ្យាល័យរដ្ឋ Fort Hays សហរដ្ឋអាមេរិកម៉ាស៊ីនទឹកក្តៅ Marinai ជាផលិតផលលំដាប់ថ្នាក់លេខ1របស់ប្រទេសជប៉ុនមានគ្រប់ប្រភេទតាមតម្រូវការរបស់លោកអ្នកសួស្តីលោកស្រីអ្នកនាងកញ្ញាសូមអរគុណលោកអ្នកដែលបានបើកស្ដាប់ការផ្សាយវិទ្យុបារាំងអន្តរជាតិ AFP នៅពេលនេះម៉ោង 1 រសៀលកម្មវិធីព័ត៌មានដោយពុនសុភ័ណ្ឌបកប្រឆាំងក្រុងក៏ហៅរដ្ឋមន្ត្រីចំនួន4ទៅបំភ្លឺនៅរដ្ឋសភានៅដើមខែតុលាលោកសំរងស៊ីចោទរដ្ឋាភិបាលខ្មែរថាកំពុងធ្វើសង្គ្រាមប្រឆាំងរាជឯងក្បួនរថយន្តជំនួយអង្គការសហប្រជាជាតិរងការវាយប្រហារគណៈកិច្ចព្រមព្រៀងបាត់ជបាញ់នេះសេរីបរាជ័យក្រោយបរាជ័យនៅក្នុងការបោះឆ្នោតតំបន់នៅបែកឡង់លោកស្រី Merkel ទទួលស្គាល់កំហុសនយោបាយអន្តោប្រវេសន៍គណៈដឹកនាំនៅក្នុងពិភពលោកត្រៀមខ្លួនដើម្បីជួយដល់ជនភៀសខ្លួនតែពុំមានការសន្យាអ្វីច្បាស់លាស់RFI លោកសំរងស៊ីប្រធានគណៈបក្សសង្គ្រោះជាតិនៅយុគមិញនេះពីក្រៅប្រទេសបានបង្ហោះវីដេអូឃ្លីបមួយនៅលើទំព័រ Facebook របស់លោកបរិហាររដ្ឋាភិបាលខ្មែរជាថ្មីជាការបរិហារចោទថារដ្ឋាភិបាលខ្មែរសប្តាហ៍ថ្ងៃប្រើប្រាស់កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសជាតិដោយខុសច្បាប់ដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងប្រជារាស្ត្រខ្លួនឯងវ៉ាន់សុគន្ធាជូនព័ត៌មានការធ្វើសង្គ្រាមប្រឆាំងនឹងប្រជារាស្ត្រខ្លួនឯងនេះលោកសំរងស៊ីបានចែកចេញជាពីរគឺមួយការធ្វើសង្គ្រាមនយោបាយតាមរយៈប្រជាធិបតេយ្យคล้ายៗដែលគ្រាន់តែជាសម្បកក្រៅដើម្បីប្រើអំណាចផ្ដាច់ការជិះជាន់ប្រជារាស្ត្រនិងកម្ចាត់អ្នកដែលហ៊ានទាមទារសេរីភាពនិងយុត្តិធម៌ចំណែកទីពីរគឺការធ្វើសង្គ្រាមសេដ្ឋកិច្ចតាមរយៈការពិវត្តคล้ายៗដែលគ្រាន់តែជាល្បិចដើម្បីលួចប្លន់ដីប្រជារាស្ត្រកាប់បំផ្លាញព្រៃឈើនិងយកទ្រព្យសម្បត្តិសាធារណៈទៅលក់ដូរតាមចិត្តបន្ថែមលើនេះលោកប្រមុខគណៈបព្វប្រឆាំងកម្ពុជាក៏បានសង្កត់ធ្ងន់ថារដ្ឋាភិបាលខ្មែររករឿងអ្នកស្នេហាជាតិឥតជប់ឈរបង្កឲ្យមានភាពតានតឹងដើម្បីជាលេសធ្វើបាបប្រជារាស្ត្រខ្មែរនិងបង្ក្រាបអ្នកស្នេហាជាតិអ្នកប្រជាធិបតេយ្យនិងអ្នកស្រឡាញ់យុត្តិធម៌ពិតប្រាកដលោកផៃស៊ីផានអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីកម្ពុជាបានប្រតិកម្មថាការលើកឡើងរបស់លោកសំរងស៊ីទាំងនេះគឺជាការប្រឌិតដែលលោកបានចាត់ទុកលោកសំរងស៊ីថាជាមនុស្សពូកែខាងប្រឌិតនិងពូកែខាងពុទ្ធភោលោកផៃស៊ីផានបានគូបញ្ជាក់ថាការលើកឡើងថាកម្ពុជាមានប្រជាធិបតេយ្យคล้ายៗនោះគឺជាការឲ្យតម្លៃតែម្នាក់ឯងរបស់លោកសំរងស៊ីតែប៉ុណ្ណោះយ៉ាងណាក៏ដោយលោកអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីកម្ពុជាបានអះអាងដែរថារដ្ឋាភិបាលកម្ពុជាមានភារកិច្ចក្នុងការការពារសន្តិសុខជាតិសណ្ដាប់ធ្នាប់សង្គមនិងសន្តិភាពជូនដល់ប្រជាពលរដ្ឋជាការកត់សម្គាល់ការបរិហារទៅលើរដ្ឋាភិបាលខ្មែរពីសំណាក់លោកសំរងស៊ីលើកនេះបានកើតឡើងក្រោយពីលោកនាយរដ្ឋមន្ត្រីហ៊ុនសែនកាលពីម្សិលមិញបានវាយប្រហារខ្លាំងៗលើគណបកសង្គ្រោះជាតិអំពីគម្រោងធ្វើបាតកម្មទ្រង់ទ្រាយធំនៅទូទាំងប្រទេសដើម្បីទាមទារឲ្យមានការចរចារវាងគណបកសង្គ្រោះជាតិនិងគណបកប្រជាជនកម្ពុជាក្នុងគោលបំណងបង្វិលស្ថានភាពនយោបាយឲ្យវិលមករកភាពប្រក្រតីឡើងវិញលោកប្រមុខរដ្ឋាភិបាលខ្មែរនិងជាប្រធានគណៈបកប្រជាជនកម្ពុជារូបនេះបានគូបញ្ជាក់ជាថ្មីថាមិនមានការចរចានយោបាយណាមួយរវាងគណៈបកទាំងពីរនោះឡើយគួរជំរាបជូនថានៅពេលនេះលោកសំរងស៊ីកំពុងស្នាក់នៅក្នុងប្រទេសបារាំងបន្ទាប់ពីតុលាការខ្មែរបានចេញដីកាកោះហៅលោកជាច្រើនដងលើសំណុំរឿងផ្សេងៗគ្នាស្ទើររាប់មិនអស់ចំណែកនៅថ្មីនេះទៀតសោតលោកសំរងស៊ីក៏កំពុងប្រឈមមុខនឹងតុលាការជាមួយនឹងលោកនាយរដ្ឋមន្ត្រីហ៊ុនសែនជុំវិញការអធិប្បាយរបស់លោកតាមរយៈបណ្ដាញសង្គម Facebook ដែលបានចោទរដ្ឋអំណាចរបស់លោកហ៊ុនសែនថាជាអ្នករៀបចំអំពើភេរវកម្មបាញ់សម្លាប់លោកបណ្ឌិតកែមលីប្រធានក្រុមតំណាងរាស្ត្រគណៈបក្សសង្គ្រោះជាតិលោកសុនឆៃបានឲ្យដឹងថាគណៈបក្សសង្គ្រោះជាតិក្រុងនឹងក៏ហៅរដ្ឋមន្ត្រីចំនួន4ឲ្យទៅបំភ្លឺនៅសភាជាថ្មីនៅដើមខែតុលាខាងមុខនេះស្របពេលជាមួយនឹងគ្នានេះក្រុមតំណាងរាស្ត្រគណៈបកប្រឆាំងនេះក៏នឹងចូលខ្លួនទៅការពារសេចក្តីស្នើច្បាប់ចំនួន3ប្រសិនបើមានការកោះហៅពីរដ្ឋសភាអ្វីដែលជាការកត់សម្គាល់នេះគឺជាការផ្ដើមបំពេញកាតព្វកិច្ចរបស់ក្រុមអ្នកតំណាងរាស្ត្រគណៈបក្សសង្គ្រោះជាតិឡើងវិញបន្ទាប់ពីខកខានមួយរយៈពេលដោយសារតែស្ថានភាពនយោបាយវ៉ាសំណប់លំអិតព័ត៌មាន
ក្រៅពីការចូលខ្លួនទៅការពារសេចក្តីស្នើវិសោធនកម្មច្បាប់ចំនួន3ស្តីពីប្រព័ន្ធយុតិធម៌នៅក្នុងប្រទេសកម្ពុជាហើយនោះក្រុមអ្នកតំណាងរាជគណៈបក្សសង្គ្រោះជាតិក៏មានគម្រោងកោះអញ្ជើញរដ្ឋមន្ត្រីចំនួន4រូបទៅឆ្លើយបំភ្លឺនៅចំពោះមុខរដ្ឋសភាផងដែរនៅដើមខែតុលាខាងមុខនេះបើតាមការបញ្ជាក់ពីលោកសុនឆៃប្រធានក្រុមអ្នកតំណាងរាជគណៈបក្សសង្គ្រោះជាតិលោកសុនឆៃបានបញ្ជាក់បន្ថែមថារដ្ឋមន្ត្រីទាំង4រូបដែលគណៈបកគ្រោះនឹងអញ្ជើញឲ្យទៅបំភ្លឺនៅក្នុងរដ្ឋសភាខាងមុខរួមមានរដ្ឋមន្ត្រីក្រសួងការពារជាតិលោកទីបាញ់រដ្ឋមន្ត្រីក្រសួងកសិកម្មលោកវែងសខុនរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកមុំមុនហេងនិងរដ្ឋមន្ត្រីក្រសួងយុតិធម៌លោកអង្គវង្សវឌ្ឍនាដែលជាការកោះអញ្ជើញសាជាថ្មីការកោះអញ្ជើញនេះនឹងធ្វើឡើងនៅសប្តាហ៍ក្រោយនេះតាមរយៈប្រធានរដ្ឋសភាអ្វីជាការកត់សម្គាល់នេះគឺជាការផ្ដើមបំពេញកាតព្វកិច្ចសាជាថ្មីរបស់ក្រុមអ្នកតំណាងរាជគណៈបក្សសង្គ្រោះជាតិនៅក្នុងយន្តការសភានេះបន្ទាប់ពីគណៈបកនេះបានធ្វើពហិការមួយរយៈពេលខ្លីក្រោយពីមានការប៉ុនប៉ងចាប់ខ្លួនលោកកឹមសុខាប្រធានស្ដីទីគណៈបក្សសង្គ្រោះជាតិកាលពីខែកក្កដាឆ្នាំ2016មកក្រុមអ្នកតំណាងរាជគណៈបក្សសង្គ្រោះជាតិដែលមាន55រូបបានខកខានក្នុងការចូលរួមប្រជុំសភាពេញអង្គសំខាន់ៗនិងបានប្រកាសថានឹងចូលធ្វើការនៅក្នុងរដ្ឋសភាជាធម្មតាវិញលក្ខណៈស្ថានភាពនយោបាយនៅកម្ពុជាវិលទៅរកប្រក្រតីភាពឡើងវិញប៉ុន្តែកន្លងមកក្រុមអ្នកតំណាងរាជគណៈបកប្រឆាំងមួយចំនួនក៏បានទៅបំពេញកាតព្វកិច្ចរបស់ខ្លួនផងដែរតាមរយៈកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភានិងកិច្ចប្រជុំគណៈកម្មាធិការតាមជំនាញរបស់រដ្ឋសភាផងដែរយ៉ាងណាក៏ដោយកាលពីថ្ងៃម្សិលមិញប្រមុខរដ្ឋាភិបាលកម្ពុជាលោកហ៊ុនសែនបានបង្ហើបថាមានតែយន្តការរដ្ឋសភាមួយគត់ដែលជាច្រកសម្រាប់គណៈបកប្រឆាំងដើម្បីប្រើប្រាស់ក្នុងការចរចាឬដោះស្រាយបញ្ហានយោបាយដែលកំពុងតានតឹងនេះលោកលេងពេញឡុងអ្នកនាំពាក្យរដ្ឋសភាបានបញ្ជាក់ដែរថារដ្ឋសភានឹងអនុវត្តទៅតាមច្បាប់ដោយគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភានឹងបើកកិច្ចប្រជុំមួយនៅថ្ងៃទី28ខែកញ្ញាខាងមុខដើម្បីពិនិត្យមើលសំណើរបស់គណៈបក្សសង្គ្រោះជាតិលើវិសោធនកម្មច្បាប់ចំនួន3គឺច្បាប់ស្ដីពីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមច្បាប់ស្ដីពីការធ្វើវិសោធនកម្មលេខាធិការនៃអង្គចៅក្រមនិងព្រះរាជអាជ្ញានិងច្បាប់ស្ដីពីការរៀបចំប្រព័ន្ធតុលាការជាសំណើធ្វើវិសោធនកម្មដែលគណៈបកប្រឆាំងបានដាក់ទៅកាន់រដ្ឋសភាកាលពីខែសីហាកន្លងទៅមជ្ឈមណ្ឌលឧត្តមភាពនៃប្រព័ន្ធវប្បកម្មកសិកម្មសមស្របនឹងអាហាររូបត្ថម្ភនៅសាកលវិទ្យាល័យភូមិន្ទកសិកម្មនឹងបើកសម្ពោធដាក់ឲ្យដំណើរការនៅថ្ងៃទី22កញ្ញាខាងមុខដោយលោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា William Head នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាមជ្ឈមណ្ឌលនេះនឹងជួយឲ្យវិស័យឯកជនមានគំនិតជឿនលឿនថ្មីៗសម្រាប់សម្រួលការស្រាវជ្រាវកសិកម្មការអប់រំនិងបណ្ដុះបណ្ដាលជំរុញការកសាងសមត្ថភាពនៅក្នុងវិស័យសាធារណៈនិងវិស័យឯកជនតាមការលើកកម្ពស់ការសហការនិងចែករំលែកចំណេះដឹងគ្នានៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់មន្ទីរពេទ្យជប៉ុនសាន់រ៉ៃដែលមានទីតាំងស្ថិតនៅសង្កាត់ជ្រោយចង្វាររាជធានីភ្នំពេញនាព្រឹកថ្ងៃទី20ខែកញ្ញានេះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានថ្លែងការដែលកម្ពុជាមានមន្ទីរពេទ្យខ្នាតខ្ពស់បែបនេះមិនមែនជាបញ្ហាដាច់ដោយឡែកសម្រាប់ប្រជាជនកម្ពុជាទេតែវាបង្កើតបានជំនឿទុកចិត្តសម្រាប់អ្នកវិនិយោគនិងអ្នកទេសចរដែលមានប្រាក់មកពីចម្ងាយឆ្លៀតនៅក្នុងឱកាសនេះដែរលោកនាយករដ្ឋមន្ត្រីក៏បានរំលឹកឲ្យមានការប្រុងប្រយ័ត្នកម្រិតខ្ពស់នៅក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺស៊ីកាដែលកំពុងតែមកដល់ក្បែរខាងប្រទេសកម្ពុជាសូមស្ដាប់លោកនាយករដ្ឋមន្ត្រីជំងឺឆ្លងកាយសាហាវបានរាលដាលតាំងពីទ្វីបអាមេរិកឡាទីនរហូតមកដល់ក្បែរខាងយើងហើយអាចនិយាយបានថាមកទល់នឹងរបងផ្ទះរបស់យើងហើយនោះគឺជំងឺឆ្លងស៊ីកាដែលជំងឺនេះមិនតាន់ចូលមកដល់កម្ពុជាទេក៏ប៉ុន្តែបានមកគៀកនឹងកម្ពុជាដោយជានៅប្រទេសថៃបានរកឃើញនៅជំងឺនេះខ្លះហើយនៅប្រទេសសិង្ហបុរីមានជំងឺនេះច្រើនណាស់ដូច្នេះខ្ញុំស្នើឲ្យមានការយកចិត្តទុកដាក់កម្រិតខ្ពស់ទៅលើការថែទាំនិងការរក្សាធ្វើយ៉ាងណាកុំឲ្យមានជំងឺនេះឆ្លងចូលមកក្នុងទឹកដីនៃប្រជាណាចក្រកម្ពុជាដូច្នេះការត្រួតពិនិត្យទាំងឡាយដែលរៀបចំឡើងដោយក្រសួងសុខាភិបាលបូកនឹងការខិតខំប្រឹងប្រែងរបស់ប្រជាជនការពារអនាម័យនិងថែទាំនៅក្នុងរយៈពេលនៃការធ្វើដំណើរឆ្លងកាត់ពីប្រទេសមួយទៅកាន់ប្រទេសមួយក៏ជាផ្នែកនៃការរក្សាសុខុមាលភាពរបស់ប្រជាជនយើងផងដែរ
គូជំរាបជូនថាមន្ទីរពេទ្យជប៉ុន Sunrise គឺជាមន្ទីរពេទ្យជប៉ុនទី1នៅក្នុងប្រទេសកម្ពុជាមន្ទីរពេទ្យជប៉ុននេះមានទីតាំងនៅក្នុងភូមិ2សង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញដែលត្រូវបានបង្កើតឡើងដោយលោកវិជ្ជអមរិតគីតាហារ៉ាហើយបានដំណើរការសាងសង់តាំងតែពីចុងឆ្នាំ2014ប្រើប្រាស់ថវិកាអស់ចំនួន$35 លានសហរដ្ឋអាមេរិកហើយគ្រោងនឹងពង្រីកបន្ថែមចំនួន$20 លានទៀតនៅក្នុងឆ្នាំ2019មន្ទីរពេទ្យនេះនឹងមានសេវាសំខាន់មួយចំនួនដូចជាសេវាផ្នែកសង្គ្រោះបន្ទាន់ផ្នែកជំងឺដាច់សរសៃឈាមខួរក្បាលនិងផ្នែកវះកាត់ប្រព័ន្ធប្រសាទផ្នែកជំងឺទូទៅនិងផ្នែកពិនិត្យសុខភាពទូទៅជាដើមជាងសំងាកមកជម្រាបជូនពីព័ត៌មានអន្តរជាតិវិញម្ដងក្បួនរថយន្តដឹកជំនួយរបស់អង្គការសហប្រជាជាតិសម្រាប់ប្រជាពលរដ្ឋសេរីនៅក្នុងទីក្រុងអាឡែបរងការវាយប្រហារពីលើអាកាសក្រោយពីទាហានសេរីប្រកាសបတ်ឈប់បាញ់ជាមួយនឹងការប្រកាសធ្ងន់ធ្ងរនេះអង្គការសហប្រជាជាតិអាចនឹងព្រមានដាក់បន្ទុកបន្ថែមទៀតពីឧក្រិដ្ឋកម្មសង្គ្រាមសឿងភារៈជូនព័ត៌មានអង្គការសហប្រជាជាតិបញ្ជាក់ថាយ៉ាងតិចណាស់រថយន្តដឹកជំនួយប្រមាណ18គ្រឿងក្នុងចំណោមរថយន្តក្នុងក្បួន31គ្រឿងទទួលរងការវាយប្រហារនៅថ្ងៃច័ន្ទចំពេលដែលរថយន្តទាំងនោះកំពុងតែបំពេញបេសកកម្មមនុស្សធម៌របស់ខ្លួនទៅកាន់តំបន់អូរ៉ូមអាល់គូប្រានៃក្រុងអាឡែបអ្នកឃ្លាំមើលសិទ្ធិមនុស្សក្នុងប្រទេសសេរីបានបញ្ជាក់ថាមនុស្ស12នាក់បានស្លាប់បាត់បង់ជីវិតដែលពួកគេទាំងអស់នោះជាអ្នកស្ម័គ្រចិត្តរបស់អធិការក្រហមហើយរួមមានអ្នកបើករថយន្តផងដែរប្រធានផ្នែកជំនួយមនុស្សធម៌លោក Stephen O'Brien បានបញ្ជាក់ក្នុងរបាយការណ៍បឋមរបស់លោកថាមានមនុស្សជាច្រើនត្រូវបានសម្លាប់ហើយរាប់សិបអ្នកផ្សេងទៀតរងរបួសប្រធានផ្នែកជំនួយរូបនេះបានបញ្ជាក់ទៀតថាប្រសិនបើការវាយប្រហារនេះត្រូវបានគេរកឃើញថាជាចេតនានោះវានឹងត្រូវរាប់បញ្ចូលក្នុងឧក្រិដ្ឋកម្មសង្គ្រាមក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សក្នុងប្រទេសនេះមិនអាចបញ្ជាក់បានទេថាយន្តហោះដែលបានវាយប្រហារក្បួនរថយន្តជំនួយមនុស្សធម៌នេះជាយន្តហោះរបស់សេរីឬក៏រុស្ស៊ីបេសកកម្មមនុស្សធម៌របស់អង្គការសហប្រជាជាតិនិងអធិការក្រហមអារ៉ាប់សេរីបានព្យាយាមទាញយកប្រយោជន៍ពីបទឈប់បាញ់គ្នាដែលចូលជាធរមានកាលពីថ្ងៃទី12កញ្ញាកន្លងមកតែបទឈប់បាញ់នេះត្រូវបានបញ្ចប់កាលពីថ្ងៃទី19កញ្ញាធ្វើឲ្យគ្រាប់ផ្លោងនិងគ្រាប់បែកស្រោចចុះលើក្រុងអាឡែបនិងខេត្តមួយចំនួនជុំវិញនោះយោធារបស់រដ្ឋាភិបាលសេរីប្រកាសបញ្ចប់បទឈប់បាញ់នៅថ្ងៃច័ន្ទទី19កញ្ញាក្រោមហេតុផលថាគូឧទានជាង300នាក់បានរំលោភបំពាននិងមិនបំពេញតួនាទីរបស់ខ្លួនអនុវត្តបទឈប់បាញ់នេះសូមបញ្ជាក់ថាកិច្ចព្រមព្រៀងបទឈប់បាញ់រៀបចំដោយអាមេរិករុស្ស៊ីមានការវត្ថុសម្រួលឲ្យមានកិច្ចសហប្រតិបត្តិការយោធារវាងអាមេរិកនិងរុស្ស៊ីនៅក្នុងយុទ្ធនាការប្រឆាំងអង្គការរដ្ឋអ៊ីស្លាមក្នុងទឹកដីសេរីទន្ទឹមគ្នានេះកិច្ចព្រមព្រៀងបទឈប់បាញ់ក៏ជួយសម្រួលឲ្យមានការដឹកជំនួយមនុស្សធម៌ទៅឲ្យប្រជាពលរដ្ឋសេរីដែលកំពុងតែជាប់គាន់នៅក្នុងទីក្រុងអាឡែបដែរបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP បានឲ្យដឹងថាអាមេរិកនិងរុស្ស៊ីរួមទាំងប្រទេសមួយចំនួនទៀតដែលដើរតួសំខាន់ក្នុងសង្គ្រាមនៅក្នុងសេរីនឹងជួបប្រជុំគ្នានៅថ្ងៃអង្គារនេះក្នុងគោលបំណងបញ្ចប់សង្គ្រាមរយៈពេល5ឆ្នាំមកនេះដែលបានឆក់យកជីវិតមនុស្សប្រមាណ3សែននាក់និងធ្វើឲ្យមនុស្សរាប់លាននាក់ផ្សេងទៀតគ្មានជម្រកបរិជនជាតិអាហ្វហ្គានីស្ថានកាត់នៅលើទឹកដីអាមេរិកម្នាក់ត្រូវបានតុលាការចោទប្រកាន់កាលពីថ្ងៃច័ន្ទពីបទប៉ុនប៉ងមនុស្សជាតិបន្ទាប់ពីត្រូវបានចាប់ខ្លួនតាក់ទងទៅនឹងការបំផ្ទុះគ្រាប់បែកមួយនៅក្នុងទីក្រុងញូវយ៉កនិងញូជេស៊ីគូជំរាបជូនថាការវាយប្រហារកាលពីថ្ងៃសៅរ៍ដែលបានបណ្ដាលឲ្យមនុស្ស29នាក់បានស្លាប់សំទោស29អ្នករងរបួសនៅមហានឋានគឺជាថ្ងៃទី1ដែលជនជាតិអាមេរិកសូម៉ាលីម្នាក់ទៀតបានដើរចាក់មនុស្ស9នាក់ឲ្យរងរបួសនៅរដ្ឋមីនីសូតាសហរដ្ឋអាមេរិកលោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានអំពាវនាវឲ្យពលរដ្ឋអាមេរិកកុំចុះចាញ់នឹងការភ័យខ្លាចលោកបានសង្កត់ធ្ងន់ថាក្រុមស៊ើបអង្កេតបានរកឃើញថាគ្មានទំនាក់ទំនងគ្នារវាងការផ្ទុះនៅញូវយ៉កនិងការចាក់មនុស្សនៅមីនីសូតានោះទេគណៈបកកាន់អំណាចរបស់លោកស្រីអេងកាឡាម៉ាកែលបានជួបបរាជ័យជាថ្មីនៅក្នុងការបោះឆ្នោតនៅតំបន់បែកឡាំងកាលពីថ្ងៃអាទិត្យគណៈបករបស់លោកស្រីបានទទួលសម្លេងតែ 17.6% ប៉ុណ្ណោះខណៈបកស្ដាំនិយមក្មេងខ្ចី AFD បន្តឡើងកូដនៅក្នុងប្រទេសដោយទទួលបាននូវសម្លេងឆ្នោត 14.2% នៅថ្ងៃច័ន្ទម្សិលមិញលោកស្រីម៉ាកែលបានទទួលស្គាល់ពីកំហុសនយោបាយអន្តោប្រវេសន៍របស់បកកាន់អំណាចដោយលើកឡើងថារដ្ឋាភិបាលមិនបានត្រៀមខ្លួនគ្រប់គ្រាន់នៅក្នុងការទទួលជនភៀសខ្លួនសូមស្ដាប់ព្រំសឿនសូលីណា
ថ្ងៃច័ន្ទម្សិលមិញប្រមុខដឹកនាំអាល្លឺម៉ង់ Angela Merkel មិនបានចេញដំណើរទៅចូលរួមកិច្ចប្រជុំអង្គការសហប្រជាជាតិនៅក្រុង New York ទេលោកស្រី Merkel សុខចិត្តនៅក្នុងស្រុកដើម្បីថ្លែងទទួលស្គាល់ពីកំហុសបកកណ្ដាលអំណាច CDU ក្នុងនយោបាយអន្តរប្រវេសន៍ទទួលជនភៀសខ្លួនគេរំពឹងថាដោយសារនយោបាយអន្តរប្រវេសន៍បក CDU បានជួបបរាជ័យក្នុងការបោះឆ្នោតតំបន់ជាបន្តបន្ទាប់បកកណ្ដាលអំណាចទើបបរាជ័យក្នុងការបោះឆ្នោតនៅ Mecklenburg-Vorpommern តំបន់ភាគខាងជើងប្រទេសកាលពីថ្ងៃ 4 កញ្ញាប៉ុណ្ណោះដោយសារបកកណ្ដាលអំណាចបរាជ័យឆ្នោតតំបន់នៅ Berlin កាលពីថ្ងៃអាទិត្យបក CSU ដែលជាបកដៃគូបានទាមទារឲ្យរដ្ឋបន្តឹងនយោបាយអន្តរប្រវេសន៍ឲ្យកាន់តែខ្លាំងថ្ងៃច័ន្ទម្សិលមិញលោកស្រី Merkel លើកឡើងថាបើសិនជាអាចលោកស្រីនឹងរុញពេលវេលាឲ្យដើរថយក្រោយទៅវិញឲ្យបានច្រើនឆ្នាំដើម្បីឲ្យបកកណ្ដាលអំណាចត្រៀមដោះស្រាយស្ថានភាពដែលបានកើតឡើងកាលពីចុងរដូវក្តៅឆ្នាំ 2015 ឲ្យបានប្រសើរជាងនេះកាលពីខែកញ្ញាឆ្នាំ 2015 អាល្លឺម៉ង់បានបង្ហាញអំពើមនុស្សធម៌ដែលបានបើកទ្វារព្រំដែនទទួលយកជនភៀសខ្លួនសន្ធឹកសន្ធាប់ពីសង្គ្រាមសេរីកន្លងមកលោកស្រី Merkel បានអួតច្រើនដងថាអាល្លឺម៉ង់មានសមត្ថភាពបណ្ដុះបណ្ដាលជនភៀសខ្លួនឲ្យចូលចុះក្នុងសង្គមហេតុការបំពានភេទស្រីផ្សេងៗក្នុងថ្ងៃបុណ្យចូលឆ្នាំសកលដែលបង្កឡើងដោយជនភៀសខ្លួនបូករួមនឹងការវាយប្រហារភេរវកម្មក្នុងស្រុកកន្លងមកបានធ្វើឲ្យប្រជាជនអាល្លឺម៉ង់លែងពេញចិត្តនយោបាយអន្តរប្រវេសន៍ជាតិតទៅទៀតពេលនេះលោកស្រី Merkel លែងហ៊ានអួតអាងពីនយោបាយអន្តរប្រវេសន៍ទៀតហើយលោកស្រីប្រែសម្រួលពាក្យពេចន៍ទៅវិញថាក្នុងពិភពលោកអាល្លឺម៉ង់មិនមែនជាជើងឯកជួយជនអន្តរប្រវេសន៍រស់នៅចុះក្នុងសង្គមទេបកកណ្ដាលអំណាចកំពុងភ័យខ្លាចបរាជ័យក្នុងការបោះឆ្នោតសភាឆ្នាំក្រោយនេះបកស្ដាំជ្រុលនិយម AfD ដែលទើបបង្កើតឡើងនៅឆ្នាំ 2013 កំពុងឡើងប្រជាប្រិយភាពក្នុងស្រុកអាចបំបែកសម្លេងឆ្នោតបកផ្សេងៗបានបកស្ដាំជ្រុលបានទទួលសម្លេងឆ្នោតលំដាប់ទី 2 ឈ្នះបកលោកស្រី Merkel ក្នុងការបោះឆ្នោតតំបន់ Mecklenburg ខាងជើងកាលពីដើមខែបកស្ដាំជ្រុលប្រហែលអាចទទួលកៅអីសភាជាលើកដំបូងសម្រាប់ការបោះឆ្នោតឆ្នាំ 2017នេះគឺជាលើកទី1ហើយដែលនៅអង្គការសហប្រជាជាតិបើកជំនួបកម្ពុជាមួយដែលឧទ្ទិសអំពីបញ្ហាអន្តរប្រវេសន៍ប្រទេសចំនួន193បានចុះលើសេចក្តីថ្លែងការណ៍មួយនៅថ្ងៃច័ន្ទទី19កញ្ញាដែលសន្យាថានឹងខិតខំប្រឹងប្រែងថែមទៀតដើម្បីជួយលើកស្ទួយជោគវាសនារបស់ជនភៀសខ្លួននិងជនអន្តរប្រវេសន៍ឲ្យបានប្រសើរជាងមុនយើងស្ដាប់នុយបែណាដេតនៅពេលបើកកិច្ចប្រជុំកម្ពុជានៅអង្គការសហប្រជាជាតិដែលឧទ្ទិសអំពីបញ្ហាអន្តរប្រវេសន៍លោកបានគីមូនអគ្គលេខាធិការនៃអង្គការសហប្រជាជាតិបានថ្លែងថាសេចក្តីថ្លែងការណ៍ប្រកបដោយចេតនានេះត្រូវបានប្រទេសទាំង193អនុម័តព្រមព្រៀងគ្នាដើម្បីជួយកិច្ចការពារសិទ្ធិមនុស្សរបស់ជនភៀសខ្លួននិងជនអន្តោប្រវេសន៍បង្កើនការគាំទ្រដល់បណ្ដាប្រទេសដែលកំពុងជួបការលំបាកនៅក្នុងការទទួលយកជនភៀសខ្លួននិងជនអន្តោប្រវេសន៍ក៏ព្រមទាំងការជួយលើកស្ទួយនៅលើវិស័យអប់រំដល់ពួកកូនចៅរបស់ជនភៀសខ្លួនដែរសេចក្តីជូនដំណឹងនេះធ្វើឡើងដោយមានការបន្លឺសម្លេងស្គរនិងត្រែដែលជាព្រឹត្តិការណ៍ដ៏ពិសេសបំផុតមួយនៅក្នុងកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិទន្ទឹមនេះលោកបានគីមូនបានអំពាវនាវដល់ថ្នាក់ដឹកនាំទូទាំងពិភពលោកឲ្យធ្វើការប្រឆាំងទល់នឹងការស្អប់ខ្ពើមលើជនបរទេសដែលកាន់តែរីករាលដាលខ្លាំងឡើងហើយជនរងគ្រោះជាបឋមនោះគឺជាជនអន្តោប្រវេសន៍សូមបញ្ជាក់ថាចំនួនជនអន្តោប្រវេសន៍នៅទូទាំងពិភពលោកមានទាំងអស់65លាននាក់ក្នុងនោះ21លាននាក់ជាជនភៀសខ្លួនដែលរត់គេចចេញពីប្រទេសកំណើតរបស់ខ្លួនដើម្បីគេចផុតពីការធ្វើទុកបុកម្នេញពីសំណាក់អាជ្ញាធរនៅក្នុងប្រទេសពីការក្រីក្រអត់ឃ្លានឬក៏កិច្ចពីសង្គ្រាមស៊ីវិលជាដើមក្នុងរយៈពេលតែ2ឆ្នាំប៉ុណ្ណោះជនអន្តោប្រវេសន៍ចំនួន 7,000 នាក់ដែលក្នុងនោះមានបុរសស្ត្រីនិងកូនក្មេងបានរងគ្រោះស្លាប់នៅក្នុងសមុទ្រមេឌីទែរ៉ាណេក្នុងខណៈពេលដែលពួកគេប៉ុនប៉ងឆ្លងកាត់សមុទ្រដើម្បីធ្វើដំណើរមកកាន់អឺរ៉ុបគូបញ្ជាក់ថាកិច្ចប្រជុំកំពូលនៅអង្គការសហប្រជាជាតិនេះបានផ្ដោតយ៉ាងសំខាន់ទៅលើវិបត្តិសង្គ្រាមនៅក្នុងប្រទេសសេរីដែលបានសម្លាប់ជីវិតមនុស្សជាង30,000 នាក់ក្នុងរយៈពេលតែ5ឆ្នាំប៉ុណ្ណោះមិនតែប៉ុណ្ណោះសង្គ្រាមនៅសេរីនេះបានជំរុញឲ្យប្រជាជនស៊ីវិលជាង4លាននាក់ភៀសខ្លួនចេញពីប្រទេសដើម្បីរត់មកសុំចិត្តចោលកោននៅអឺរ៉ុបជាបញ្ចប់ព័ត៌មានអន្តរជាតិនិយាយពីប្រទេសកូរ៉េខាងជើងបានសាកល្បងដោយជោគជ័យនៅម៉ាស៊ីនរកាថាមពលខ្លាំងថ្មីមួយដែលអាចអភិវឌ្ឍជាកម្មវិធីអាវុធជាន់ខ្ពស់របស់ទីក្រុងព្យុងយ៉ាងនេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េបានរាយការណ៍នៅថ្ងៃអង្គារនេះមេដឹកនាំកូរ៉េខាងជើងលោកគីមចុងអ៊ុនបានអំពាវនាវដល់មន្ត្រីវិទ្យាសាស្ត្រនិងអ្នកបច្ចេកទេសឲ្យត្រៀមលក្ខណៈសម្រាប់ការបើកដំណើរការផ្កាយរណបកាន់តែឆាប់កាន់តែប្រសើរលោកក៏បានអំពាវនាវផងដែរសម្រាប់ការបាញ់រ៉ុកកាត់បន្ថែមទៀតដើម្បីបង្វែរប្រទេសនេះឲ្យទៅជាអ្នកបន្តវេននៃស្ថានីយ៍ផ្កាយរណបភូមិសាស្ត្រនៅប៉ុន្មានឆ្នាំខាងមុខទៀត
វិទ្យុបារាំង RFI ភ្នំពេញ 92 MHz សៀមរាប 92 MHz បាត់ដំបងក្រុងព្រះសីហនុនិងកំពង់ចាម 94.5 MHz លោកអ្នកនាងកំពុងស្ដាប់ព័ត៌មានរបស់វិទ្យុបារាំងអន្តរជាតិ AFP ជាបន្តទៅទៀតនេះលោកអ្នកនាងនឹងបានស្ដាប់ដំបូងគឺជានីតិព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃខ្ញុំសុផលលើកឡើងពីបកកាន់អំណាចផ្ដាល់យោបល់ឲ្យបកប្រឆាំងដោះស្រាយបញ្ហានៅក្នុងសភាខណៈអ្នកតាមដាននយោបាយថាជាតម្រុយល្អមួយបន្តមកគឺជានីតិទស្សនៈព្រឹត្តិការណ៍កម្ពុជាហេងឧត្តមសូមជូនបទវិភាគស្ដីពីកម្មករសំណង់ប្រឈមនឹងគ្រោះថ្នាក់ច្រើនជាងកម្មកររោងចក្រកាត់ដេរនៅក្នុងនីតិទស្សនៈព្រឹត្តិការណ៍ពិភពលោករបស់យើងនៅថ្ងៃនេះគុជគុណធារាលើកជាសំណួរថាហេតុអ្វីបានជាអាមេរិកនិងរុស្ស៊ីដំឡើងសម្លេងដាក់គ្នាលើកិច្ចព្រមព្រៀងជប់បាញ់នៅស៊េរីដែលពួកគេជាអ្នកអនុម័តនៅក្នុងនីតិទស្សនៈសារព័ត៌មាននៅថ្ងៃនេះរៀបចំជូនដោយវ៉ាន់សុគន្ធានិងចូលមកចាប់នៃកម្មវិធីរបស់យើងគឺជានីតិអក្សរសិល្ប៍បារាំងរបស់វ៉ាន់ឌីកអនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃជាថ្មីម្ដងទៀតលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានប្រមានខ្លាំងពីភាពមើងម៉ាត់នៅក្នុងការមិនចរចាជាមួយនឹងគណៈបកសង្គ្រោះជាតិនៅពេលដែលគណៈបកប្រឆាំងគម្រាមធ្វើបាតកម្មដើម្បីឲ្យមានដំណោះស្រាយនយោបាយមួយក៏ប៉ុន្តែមេដឹកនាំគណៈបកកាន់អំណាចបានបង្ហើបពាក្យផងដែរពីលទ្ធភាពជជែកគ្នានៅក្នុងសភាជាតិដែលអាចនាំទៅរកការដោះស្រាយបញ្ហាណាមួយដែលអាចធ្វើទៅបានអ្នកតាមដានសភាពការនយោបាយមានទស្សនៈមិនខុសគ្នាទេលើបញ្ហានយោបាយដែលជាប់គាំងគឺមានតែការចរចាដែលផ្ដើមពីឆន្ទៈនៃអ្នកនយោបាយទាំងសងខាងប៉ុណ្ណោះដូច្នេះសូមអញ្ជើញស្ដាប់សេចក្តីរាយការណ៍របស់ញឹមសុផលជុំវិញការប្រមានធ្វើបាតកម្មរបស់គណៈបកប្រឆាំងដើម្បីដោះស្រាយបញ្ហានយោបាយដែលអ្នកតាមដានសភាពការនយោបាយកម្ពុជាយល់ថាជាការទាល់ច្រកនោះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានផ្ញើសារសំខាន់កាលពីថ្ងៃច័ន្ទម្សិលមិញថាកុំស្អីឡើងគម្រាមធ្វើបាតកម្មគម្រាមគេធ្វើបាតកម្មដើម្បីចរចាអត់ផ្លូវទេអពើនិយាយគ្នាច្បាស់ចង់ចរចានិយាយគ្នាត្រង់និយាយស្រួលបាតកម្មចរចាបើអញចរចាឆ្កែសុតប្រាប់ឲ្យហើយអាណាដែលមកពុកគម្រាមបន្តគេអញ្ចឹងកន្លែងតែមួយគត់ដើម្បីនិយាយគ្នាគឺសភាហើយសភាណែដើរចោលសភាហើយមានកន្លែងណាទៅជួបគ្នាកន្លែងមានមិនទៅទេដើរចោលទោះយ៉ាងណាលោកនាយករដ្ឋមន្ត្រីផ្ដល់ជាសញ្ញាណខ្លះថាជួនកាលថាកន្លែងសភាហ្នឹងវាមានប្រយោជន៍របស់វាដែរគេមិនណាត់ជួបគ្នាមុនទេក៏ប៉ុន្តែគេចូលសភាដើរដល់ចាប់ដៃហើយនិយាយពី3ម៉ាត់ទៅនិយាយរឿងនេះរឿងនោះទៅវារៀលដល់រឿងអញ្ចឹងទៅព្រោះអាចបង្កើតការយោគយល់គ្នាខ្លះប៉ុន្តែឥឡូវមកបើមិនចរចាធ្វើបាតកម្មធ្វើអញ្ចឹងប្រាប់ឲ្យច្បាស់ហើយបរទេសកុំលូកលាន់ខ្ញុំមិនធ្វើដល់ថ្នាក់ប្រធានាធិបតីហ្វីលីពីននោះទេប៉ុន្តែខ្ញុំជាមួយប្រធានាធិបតីហ្វីលីពីនត្រូវគ្នានឹងថាយើងចរិតដូចគ្នាប៉ុន្តែខ្ញុំនិយាយចេះទៅវិញខ្ញុំថាបើប្រៀបធៀបអាយដាមអាយុច្រើនជាងខ្ញុំដូចអាយដាមមិនមែនអាយដាមដូចខ្ញុំពួកគាត់ធុញទ្រាន់ណាស់គឺលូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់គាត់លោកថៃសិដ្ឋាមន្ត្រីជាន់ខ្ពស់គណៈបកសង្គ្រោះជាតិអះអាងថាគណៈបកប្រជាជនកម្ពុជាបានបិទគ្រប់ច្រកយើងបានស្ដាប់រួចហើយខាងអ្នកនាំពាក្យគណៈបកការអំណាចនៅក្នុងសភាអីគេថាมันអាចនិយាយជាមួយអ្នកដែលមានទោសមានអីនៅក្នុងសភាពីព្រោះយើងតំណាងភាគតិចហើយពេលដែលអវត្តមានលោកប្រធានសំរងស៊ីទៅលោកអនុប្រធានកម្មសខាប្រធានដីទីទទួលបន្ទុកខាងសភាខាងភាគតិចហ្នឹងក៏ប៉ុន្តែនៅខាងនោះគេប្រកាន់ថាគេមិនអាចនិយាយជាមួយអ្នកមានទោសមានអីអញ្ចឹងវាបិទគ្រប់ច្រកទាំងអស់ហ្នឹងណាខ្ញុំឃើញថាលំបាកគ្រាន់តែការនិយាយក្នុងសភាចង់ឲ្យសភាចូលធ្វើការប៉ុន្តែក៏អត់មានការចរចាការនិយាយអ្វីទាំងអស់អញ្ចឹងខ្ញុំក៏មានការសោកស្ដាយដែរម្ដងហើយម្ដងទៀតនៅតែបង្ហាញចំហឃ្លាតឆ្ងាយពីគ្នាហើយវាហាក់ដូចជាគូបដិបកស៊ីសាយឆុតឈាមឯខ្ញុំវាអត់យល់ក្នុងការប្រជែងតាមបែបប្រជាធិបតេយ្យហ្នឹងគឺជជែកគ្នាគ្រាន់តែខុសគ្នានៅលើទស្សនៈនយោបាយលោកអ៊ូវិរៈអ្នកតាមដាននយោបាយកម្ពុជានិងជាប្រធានវេទិកាអនាគតបានហៅប្រសាសន៍លោកនាយករដ្ឋមន្ត្រីកាលពីម្សិលមិញថាជាតម្រុយមួយនៃការដោះស្រាយបញ្ហាខ្ញុំថាជាតម្រុយ
อย่างไรมวยก็ไอ้เรื่องไอ้ทำจอจ่ายใช่เนี่ยคือเชื่อมันจากเราไม่เรื่องพิซซ่าจังเจอนโยบายเจอแต่นโยบายจากจังรถไฟก่อนเย่จังชาจังเชื่อมันจะจำเราได้คือเย่ในห้องเตียนนั่นคือทำไรมวยปัญหาคือเมื่อไปจะเลยดอกบ่อได้ปีเนี่ยเราสันติบ่อได้ปีเนี่ยคือเมื่อจะรวยไปอาจจะเกียรติมวยจะรวยกว่าป้าเป็นการจ่อช้าจะดูได้แบบสังเกตพวกคนเห็นกะลูนมันจะมันจะไปเสมอถ้าเรื่องจ่อช้างยิ่งสูงแล้วป่วยเรื่องต่างหลายนั่นคือโรดเนาะเองลูกมนุษย์กันเพียศาสตราจารย์วิทยาศาสตร์นโยบายธรรมดาคณะปะกันนายก็มันเจอตัวคณะปะประชังหมดจอจ้าที่มันเป็นคณะปะได้รับการนายคณะปะประชังที่ได้จอมจอจ้ายันแฮปพอลสำรองตรงนั้นยำอยู่การทาจองรื่นจองที่สัญญามูลค่าเพียงคณะปะการนำนายคณะปะประชังคือมันจองเอาสภาพมันเทียบในบนต่อแบบต่อเทียบไปจะขาดตัวตะเคียนมั่งคณะปะประชังคือขาดแต่โคลนมันอาจเติมสกัดเทียบไปบ้านไทยคณะปะกันนายโลก็มันมาจนไหนสิการแต่ที่มันอาจเติมการเทียบไปบ้านได้พวกที่พวกมอดที่ความเย็นเทียบในการตั้งอำนาจอยู่แต่ละยืนบัดมอดเนี่ยแต่เติมเชื้อก็ไม่เรื่องด้านละอ้อสำหรับการตรวจสอบอำนาจระบบโลกของมันซึ่งเป็นทางที่เจตนามูลท้ายแต่อาคาเราแต่ดีที่ทางคณะปะสุขเชียร์ทาตากูรวมที่แบบไม่จำเป็นเอาเชียร์ต่อการจอจาคือก็เป็นตายโลกสุขไอซานเนี่ยนอมปีคณะปะประชาชนกัมพูชีปนยลสมบัติเล็กลายก่อนจะปัญหานิติวิธีตามผู้การฉบับนำไปเอาประชังลูกพิจารณาจังเมียนมาเตะจังไอ้ตรงปลาอะไรที่ซาเทระนาไอ้จังแค่เกินมีแต่ขนมอ่องกับเพียที่แต่อาจจะเยี่ยที่เนี่ยบ้านไอ้ก็มีสุดเป็นเรื่องของการเมียนมาเตะในขนมสักทีอะว่านั้นก็ในจำเรียบทั้งกบฏตายคือถ้าไปฟ้าบอสมัยมันเมียนตะปรอยนะอาจเลือกเลยตัวเนี่ยจอบเจ้าเนี่ยได้ปกปุ่มไปโชว์สปูมุกสมับทีว่าตัวนั้นเมื่อเชื่อนี้เตะร้อนคือขนาดว่าเป็นสมัยเธอตัวเขาเตยอยู่ปูมุกสมับไปต้องทาตะตูลกับรัดน้านึกว่าอาศัยทะเลชันเทียนุสัตบอตลาการลูกไทยเสถาในแต่จอดประกันทาคณะปะการอำนาจกิจกรรมวัตถุในการแรงสเตียกาจอจ้าในดำนักสลายนโยบายระเวียงปะแตงปีส้มบัญชีไอ้บายจังทาเอาไว้ก็ได้ท่านเอาเลือกเจตนาเราบอกยืงชันแต่บอกยืงขนมการูมขึ้นนี่ดอกสลายปัญหาเสียงเหมือนแม้นปัญหาต่างออกในการล้างเฮ้ยนั่นนะในบังการล้างเนี่ยแต่ยืงนะปากกาได้ยังตัวแต่บัญชอบมันนะให้ปีนี้ยังบัญชีไอ้จะมาให้ทานนั่นนะได้เรียแรงนั่นนะบัญชอบเหมือนเมียนกาจอจากาซ้อมแต่นี่ไอ้นั่นคือบางครั้งจะมาทางขณะปากกำอำนาจอย่างเฮ้ยแล้วเนี่ยนั่นนะสเปซเปิดเตะยังอย่างบัญชีถ้าจังสังคมเชียดอันตรายเชียดดังจะมาถ้าปีนี้การแรงสเตียไอ้ต่างออกนั่นคือขณะปะการอำนาจเชียดเนี่ยตัวเขาตราไว้ด้วยตัวเองเนี่ยนอมเปียคณะปะประชาชนกัมพูชีโลกศกไอซานบานให้การเลือกลางระบบมนตรีคณะปะประชังทาจีกายกปะการอำนาจช่วยจีจำนัดขมังนั่นแหละที่ให้โยคณะปะที่ชุดที่จำนัดขมังไอ้ก่อนที่ยี่นี่เมียนในเรื่องการในนโยบายแล้วก็เจอกันก็จ้องพูดก็หอบไปเจอพวกเราเอามือคืนทารูปเพียบไอ้โหก็จ้องจอจานในจ้องเอาสู้เจียนนะจังบานก็ปัดโตที่ทาตะเพียบการนโยบายวิกได้ยังบอกสนาจะมีการจอจานนโยบายเราเรียนคณะปะทั้งปีนั้นคือแต่เราปลอกอะไรเพียบหลังไปในตุ่มนอเราเรียนคณะปะนั้นคณะปะนะก็เยอะตุ่มนอก็จะบวยนึกฉบับคือจะตุ่มนอเราเรียนคณะปะนโยบายคณะปะนโยบายอันนั้นมันอาจจะรู้ดีสำหรับโลกอูวิระเอาไว้ดักทานมันบานเราเรียนคณะปะแตงปีคือการจอจ้าดับไว้ดอกสลายปัญหานโยบายหนึ่งปัญหาดอกตีเทียบแตะตรงแต่หนึ่งชีวเพียบระบบประชีพรสได้กำปงประชมช่างมือได้เรื่องจอจ้าในเรื่องจีบก่อนแต่ชาเราเป็นปัจจุบันนี่คือเวียขาดสองข้างให้ขาดดอกปฏิเจียดดังเช่นก่อนเคยได้จะเน้นจะเอากระปากสองข้างหรือมวยกับปฏิเจียดจีบเส้นสำหรับกระปากทำร้ายแต่กงกอดกงการทำร้ายจะเป็นนามินเรื่องหรือเงี้ยหรือไงจีบเราเกยทุ่นร้อนกอดอะไรนั่นคือจะตูเตอร์ของครบโลกคือจังจังบุคคลที่จะเรื่องสลายจอกข่าวคือไอ้เนี่ยเป็นปฏิกรรมแบบสลายแบบไอ้ในปฏิบัตินั่นคือจิตสัญญาตุ้ยมวยมาได้จะพวกช้ำคือจะตูเตอร์แบบสันติภาพยุลธาเนี่ยนโยบายหรือวอลชุกเนี่ยมันเกิดที่ก่อนนั่นก็เรื่องมวยที่ขังสบายตัวที่ตั้งตรงได้โดยขี้ได้ลูกมันเดินกันเพี้ยมันเลือกตึกจับตัวแต่สอบจมพวกกาต่อตัวขี้โดยปฏิกรรมหนึ่งกาบองกราบทีมโยธาขาดเสียนาทีอ้างกับร้านของเชฟปอร์ตก็ขาดติดพวก
យើងដឹងហើយថាប្រជាពលរដ្ឋគាត់គ្រប់គ្រងគោលការណ៍របស់គណៈបកប៉ុន្តែសួរថាតើបាតកម្មនេះអាចដោះស្រាយអីបានខ្ញុំគិតថាអាចដោះស្រាយបានទេក្រៅតែធ្វើឲ្យប្រជាពលរដ្ឋអាចនឹងទទួលរងនៅគ្រោះថ្នាក់ជាយថាហេតុគឺយើងអាចដោះស្រាយបានទេហើយបើសិនជាក្នុងករណីបាតកម្មកើតមានឡើងលើខ្ញុំគិតថារដ្ឋាភិបាលឬក៏គណៈបកកម្មាក៏គេមិនខ្លាចនឹងធ្វើការទប់ស្កាត់ដែរដូច្នេះសួរថាតើអ្នកណាចំណេញប្រជាពលរដ្ឋក៏អត់ចំណេញ CNRP ខ្លួនឯងក៏អត់ចំណេញគណៈបកកណ្ដាលអំណាចក៏អត់មានអីចំណេញពីនឹងប្រទេសកម្ពុជាទាំងមូលក៏អត់មានអីចំណេញដែរបើសិនជាម្ខាងប្រើប្រជាជនមកធ្វើបាបកម្មម្ខាងទៀតបង្ក្រាបប្រជាពលរដ្ឋខ្ញុំគិតថាគណៈបកទាំងពីរគួរតែរកផ្លូវចរចាគ្នាឲ្យល្អដោយកំណត់នូវគោលដៅរួមសម្រាប់តម្កល់ផលប្រយោជន៍ជាតិជាធំដូច្នេះទើបយើងអាចរកដំណោះស្រាយឃើញលោកអ៊ូវីរៈបន្ថែមយើងមើលមែនតើវិធានបទដែលចូលព័ត៌មានហើយនឹងត្រូវបានគេលើកឡើងច្រើនជាងគេហាក់ដូចចាប់អារម្មណ៍នយោបាយច្រើនជាងគេនឹងគឺរឿងលោកកម្មកាយនឹងរឿងករណីស្ដីញីគាត់ហ្នឹងអញ្ចឹងជាក់ស្ដែងហ្នឹងគឺរឿងទាក់ទងណាស់អញ្ចឹងជារដ្ឋមានអារម្មណ៍ថាគាត់ទាំងគ្រូមកខឹងពិបាកហ្នឹងគឺជាបញ្ហាមួយសម្រាប់គណៈបកកម្មាដែលពួកខ្ញុំរឿងគណៈបកប្រឆាំងរឿងគាត់ទៅជាប់ពន្ធនាគារសកម្មជនគាត់ជាប់ពន្ធនាគាររឿងលោកកម្មកាយទៅឡើងតុលាការឡើងអីហ្នឹងក៏រឿងមួយដែលពួកគាត់ជាក្បាលឲ្យប៉ះពាល់ទៅគណៈបកប្រឆាំងច្រើនដែរអញ្ចឹងទាំងសងខាងគឺមើលទៅមិនចំណេញទេនៅស្ថានភាពពេលបច្ចុប្បន្ននេះកម្មវិធីនេះសហការឧបត្ថម្ភដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC ដើម្បីគំនិតរីកចម្រើន Sinvenue ជាក្រុមហ៊ុនផ្ដាច់មុខកាហ្វេពីប៉ៃលិននិងមណ្ឌលគិរីដែលមានតែមួយគត់នៅកម្ពុជាដាច់ឈ្មៀលរសជាតិឆ្ងាញ់សុខភាពល្អសាកលវិទ្យាល័យឯកទេសនៃកម្ពុជា CUS សិក្សាដើម្បីបុគ្គលិកលក្ខណៈសម្បត្តិល្អប្រពៃសិក្សានៅ CUS កាហ្វេ Funan សញ្ញាមេដៃកាហ្វេធម្មជាតិសុទ្ធឈ្ងុយឆ្ងាញ់ស្រស់ស្រាយពេញមួយថ្ងៃសិក្សានៅសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ AUPP និស្សិតនឹងទទួលបានសញ្ញាបត្រ2មួយបានពី AUPP និងមួយទៀតបានពីសាកលវិទ្យាល័យ Arizona ឬសាកលវិទ្យាល័យរដ្ឋ Fort Hays សហរដ្ឋអាមេរិកម៉ាស៊ីនទឹកក្តៅ Marinai ជាផលិតផលលំដាប់ថ្នាក់លេខ1របស់ប្រទេសជប៉ុនមានគ្រប់ប្រភេទតាមតម្រូវការរបស់លោកអ្នកទេសនាព្រឹត្តិការណ៍កម្ពុជាវិស័យសំណង់និងកាត់ដេរសុទ្ធតែជាផ្នែកសំខាន់នៃឆ្អឹងខ្នងសេដ្ឋកិច្ចជាតិដូចគ្នាកម្មករក្នុងវិស័យទាំងពីរនេះសុទ្ធតែមានចំនួនរាប់សិបម៉ឺននាក់ឡើងទៅក៏ប៉ុន្តែបើប្រៀបធៀបពីស្ថានភាពកម្មករនៅក្នុងវិស័យទាំងពីរនេះវិញគឺអាចមើលឃើញថាកម្មករនៅក្នុងវិស័យសំណង់គឺប្រឈមនឹងគ្រោះថ្នាក់ច្រើនជាងពេលខ្លះកម្មករសំណង់អាចឈានទៅដល់បាត់បង់ជីវិតផងក៏ប៉ុន្តែពួកគេទទួលបានអត្ថប្រយោជន៍តិចតួចជាងកម្មកររោងចក្រកាត់ដេរតើហេតុអ្វីបានជាដូច្នេះយើងស្ដាប់ហេងឧត្តមជាដំបូងបើពិនិត្យមើលពីប្រាក់ឈ្នួលរបស់កម្មករសំណង់និងកម្មករកាត់ដេរហើយបើគេមើលត្រឹមតែពីសម្បកខាងក្រៅគឺអាចមើលឃើញថាប្រាក់ឈ្នួលរបស់កម្មករសំណង់គិតជាថ្ងៃគឺមានចំនួនច្រើនជាងកម្មករកាត់ដេរមែនកម្មករសំណង់ដែលមានជំនាញខ្លះអាចរកប្រាក់បាននៅក្នុងមួយថ្ងៃចាប់ពី30000ទៅ50000រៀលក្នុងមួយថ្ងៃឯណោះប៉ុន្តែបើសរុបជាមធ្យមភាពប្រចាំខែវិញគឺកម្មកររោងចក្រកាត់ដេរបានប្រាក់ប្រចាំខែច្រើនជាងព្រោះថាកម្មករសំណង់ធ្វើការមិនជាប់លាប់ពេញក្នុងមួយខែដោយកម្មកររោងចក្រកាត់ដេរទេព្រោះកម្មករសំណង់ភាគច្រើនធ្វើការដោយស៊ីប្រាក់ប្រចាំថ្ងៃតាមកន្លែងម៉ោងការនានាខុសពីកម្មកររោងចក្រកាត់ដេរដែលធ្វើការមានម៉ោងមានពេលនិងមានកន្លែងធ្វើការងារពេញនៅក្នុងមួយខែហើយបូករួមទាំងការងារនិងប្រាក់ថែមម៉ោងថែមទៅទៀតបើនិយាយពីការងារវិញផ្នែកសំណង់គឺត្រូវធ្វើការធ្ងន់ធ្ងរជាងប្រើកម្លាំងច្រើនជាងនិងប្រឈមមុខនឹងគ្រោះថ្នាក់ច្រើនជាងកម្មកររោងចក្រកាត់ដេរពេលខ្លះកម្មករសំណង់អាចឈានទៅដល់គ្រោះថ្នាក់បាត់បង់ជីវិតផងក៏មានជាក់ស្ដែងដោយដែលគេបានធ្លាប់ឃើញស្រាប់មកហើយថាមានកម្មករសំណង់ស្លាប់ជាញឹកញយដោយសារតែការធ្លាក់ពីលើអាគារឆក់ខ្សែភ្លើងនិងរងគ្រោះរបួសនៅក្នុងការងារព្រមទាំងការធ្លាក់សម្ភារៈថ្មដែកនិងឈើទៅលើកម្មករជាដើមមើលទៅគឺដើម្បីរស់ពួកគេធ្វើការទាំងប្រថុយប្រថានប្រៀបបានទៅនឹងការធ្វើការងារមួយថ្ងៃដោយយកជីវិតទៅប្ដូរដូច្នោះដែរទាំងនេះគឺខុសគ្នាពីកម្មកររោងចក្រកាត់ដេរដែលគ្រោះថ្នាក់ខ្លាំងល្មមភាគច្រើនអាចឈានទៅដល់ត្រឹមតែសន្លប់តែប៉ុណ្ណោះថ្លែងពីកន្លែងស្នាក់នៅវិញ
បើទោះបីជាកម្មកររោងចក្រកាត់ដេររស់នៅក្នុងស្ថានភាពលំបាកវេទនាជួលផ្ទះគេស្នាក់នៅតូចចង្អៀតខ្វះអនាម័យរស់នៅជុំគ្នានិងមានគ្នាច្រើនក្តីក៏ពិតមែនតែពួកគេអាចមានដំបូលជ្រកសមល្មមអាចជ្រកភ្លៀងជ្រកថ្ងៃបានដែរក៏ប៉ុន្តែកម្មករនៅក្នុងវិស័យសំណង់វិញភាគច្រើនពួកគេត្រូវទទួលទានដំណេកនៅតាមការដ្ឋានក្រោមតង់កៅស៊ូឬគ្មានកន្លែងស្រួលបួលប៉ុន្មានទេកម្មករសំណង់ខ្លះត្រូវរស់នៅតាមការដ្ឋានដោយផ្លាស់ទីតាមការងារជានិច្ចព្រោះថាជាការងារបែបម៉ៅការលើកលែងតែការដ្ឋានរបស់ក្រុមហ៊ុនសំណង់ធំៗដែលត្រូវប្រើពេលរាប់សិបខែឆ្នាំទើបពួកគេទាំងនោះអាចនៅមួយកន្លែងបានយូរបន្តិចបើសង្កត់ធ្ងន់ទៅលើអត្ថប្រយោជន៍ផ្សេងៗទាំងលក្ខខណ្ឌការងារនិងប្រាក់រង្វាន់រួមទាំងប្រាក់អត្ថប្រយោជន៍ផ្សេងៗជាដើមកម្មកររោងចក្រកាត់ដេរបានទទួលច្រើននឹងគួរសមជាងកម្មករសំណង់គឺស៊ីប្រាក់ប្រចាំថ្ងៃបើឈឺឬរវល់អត់បានទៅធ្វើការគឺអត់ប្រាក់ប្រចាំថ្ងៃដែរហើយបើធ្វើការថ្ងៃសៅរ៍អាទិត្យក៏គិតតែមួយថ្ងៃដូចគ្នាទៅនឹងថ្ងៃធម្មតាដែរហើយនឹងមិនមានការឈប់សម្រាកត្រឹមត្រូវដូចជាកម្មកររោងចក្រកាត់ដេរនោះឡើយងាកទៅនិយាយពីការយកចិត្តទុកដាក់វិញនៅក្នុងវិស័យវិជ្ជាភ័ណ្ឌកាត់ដេរដោយសារតែកម្មករមានគ្នាច្រើនទៅដល់ជាង 70,000 នាក់ធ្វើឲ្យពួកគេមានកម្លាំងបង្កើតសហជីពច្រើនជាងដែរគឺទៅដល់ជាង 2,000 សហជីពឯណោះក្រុមសហជីពដែលខ្លាំងនិងសកម្មមួយចំនួនបាននឹងកំពុងតែដើរតួសំខាន់នៅក្នុងការទាមទារសិទ្ធិឲ្យកម្មករនិងចរចាដំឡើងប្រាក់ខែដល់ក្រុមកម្មករកាត់ដេរជារៀងរាល់ឆ្នាំហើយដោយសារតែវិស័យវិជ្ជាភ័ណ្ឌជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិដ៏សំខាន់ហើយក៏សំខាន់នៅក្នុងវិស័យនាំចេញផងនោះទាំងស្ថាប័នរដ្ឋនិងក្រុមអង្គការសង្គមស៊ីវិលនានាបានចូលរួមជំរុញយកចិត្តទុកដាក់យ៉ាងខ្លាំងនៅក្នុងវិស័យនេះចំណែកវិស័យសំណង់វិញកម្មករមានគ្នាក៏តិចតែប្រមាណជិត 30,000 នាក់ហើយសហជីពក៏មានកាន់តែតិចតួចទៅទៀតគឺប្រហែលតែ 4-5 ហើយសហជីពដែលសកម្មនិងខ្លាំងក្លានោះគឺមានតែ 1-2 ប៉ុណ្ណោះងាកទៅមើលការយកចិត្តទុកដាក់ពីអង្គការស្ថាប័នពាក់ព័ន្ធនានាវិញវិស័យសំណង់គឺដូចជាមិនសូវមានការយកចិត្តទុកដាក់ឲ្យបានផុសផុលប៉ុន្មានទេបើប្រៀបធៀបទៅនឹងវិស័យរោងចក្រកាត់ដេរដូច្នេះជាដំណោះស្រាយក្រសួងនិងស្ថាប័នមានសមត្ថកិច្ចត្រូវតែឧស្សាហ៍ចុះធ្វើអធិការកិច្ចត្រួតពិនិត្យការដ្ឋាននិងដាក់វិធានការតឹងរ៉ឹងទៅដល់ក្រុមហ៊ុនសំណង់ឲ្យបំពាក់សម្ភារៈសុវត្ថិភាពដល់ក្រុមកម្មករដើម្បីការពារអាយុជីវិតរបស់ពួកគេលើពីនេះគឺត្រូវជួយពង្រឹងតម្លៃប្រាក់ឈ្នួលឲ្យមានស្តង់ដារមួយត្រឹមត្រូវដោយឆ្លងកាត់ការវាយតម្លៃជាក់លាក់ហើយត្រូវធ្វើយ៉ាងណាឲ្យថៅកែនិងអ្នកមើលការសំណង់ទាំងឡាយយល់ថាការងារនេះគឺមិនត្រូវប្រកាន់ភេទប្រុសឬភេទស្រីនោះឡើយស្ត្រីកម្មករសំណង់ក៏ត្រូវទទួលបានប្រាក់ប្រចាំថ្ងៃស្មើនឹងបុរសកម្មករសំណង់ដែរព្រោះថាបើតាមច្បាប់ការងារដូចគ្នាគឺត្រូវបានប្រាក់ស្មើគ្នាចំណែកក្រុមកម្មករសំណង់ខ្លួនឯងក៏ត្រូវតែចេះក្រោកឈរហើយប្រមូលគ្នាចងក្រងជាសហជីពដើម្បីធ្វើសកម្មភាពទាមទារសិទ្ធិកម្មករនៅក្នុងវិស័យរបស់ខ្លួនគេត្រូវយល់ថាកាលណាពួកគេមានគ្នាច្រើនកម្លាំងកាន់តែធំនិងមានសហជីពត្រឹមត្រូវទៀតនោះទឹកមាត់របស់ពួកគេគឺប្រៃជាងធម្មតានៅក្នុងការចរចាជាមួយថៅកែនិងអ្នកម៉ៅការរីឯសហជីពនៅក្នុងវិស័យសំណង់ដែលកំពុងតែមានតិចតួចស្រាប់នោះគឺត្រូវតែចេះសហការគ្នាហើយត្រូវជួយពង្រឹងនិងពង្រីកសកម្មភាពឲ្យបានច្រើននិងកាន់តែខ្លាំងក្លាជាងមុនដើម្បីផ្ដល់ផលប្រយោជន៍ដល់កម្មករសំណង់ដែលក្រីក្រវិទ្យុបារាំង RFI ប្រភពព័ត៌មានមិនអាចខ្វះបានទេសនាព្រឹត្តិការណ៍ពិភពលោកកាលពីថ្ងៃទី 9 កញ្ញាលោករដ្ឋមន្ត្រីការបរទេសអាមេរិក John Kerry និងសមាភិកី Sergei Lavrov បានរកឃើញកិច្ចព្រមព្រៀងឈប់បាញ់មួយសម្រាប់ប្រទេសស៊ីរីកិច្ចព្រមព្រៀងឈប់បាញ់អាមេរិករុស្ស៊ីនៅស៊ីរីបានចូលជាធរមាននៅថ្ងៃទី 12 កញ្ញាក្រៅពីគ្រោងឲ្យមានការព្យួរបាត់ឈប់បាញ់កិច្ចព្រមព្រៀងក៏គ្រោងឲ្យមានការដឹកជញ្ជូនជំនួយមនុស្សធម៌ទៅដល់ពលរដ្ឋស៊ីរីដែលកំពុងតែជាប់គាំងនៅក្នុងទីក្រុងអាឡេបដែរមួយសប្តាហ៍ក្រោយការចូលជាធរមានមកកិច្ចព្រមព្រៀងឈប់បាញ់កំពុងតែស្ថិតនៅក្នុងភាពស្រពិចស្រពិលហើយអាមេរិកនិងរុស្ស៊ីបែរជាកំពុងតែដំឡើងសរសៃកដាក់គ្នាទៅវិញទៅមក
តើកិច្ចព្រមព្រៀងអាមេរិករុស្ស៊ីត្រូវរលាយត្រឹមនេះឬយ៉ាងណាសូមស្ដាប់ការអធិប្បាយរបស់គុណគុណធារាជាង5ឆ្នាំមកហើយដែលប្រទេសសេរីបានធ្លាក់ក្នុងសង្គ្រាមហើយហួរគ្នាដោយបណ្ដាលឲ្យមានមនុស្សស្លាប់ជាង 30,000 នាក់របួសជាច្រើនម៉ឺននាក់និងបានបន្សល់ទុកជនភៀសខ្លួនជាច្រើនលាននាក់ផ្សេងទៀតចំនួននៅសេរីជាចំនួនរវាងរដ្ឋាភិបាលរបស់លោកប្រធានាធិបតីអាសាដនិងក្រុមបះបោដែលបានចម្លងយកតាមបដិវត្តន៍អារ៉ាប់តែអ្វីជាការកត់សម្គាល់នៅពេលដែលមានប្រទេសភាគច្រើនបានឆ្លងផុតពីបដិវត្តន៍អារ៉ាប់ដោយជោគជ័យឬបរាជ័យនោះក៏នៅមានប្រទេសខ្លះទៀតកំពុងបន្តទទួលរងបដិវត្តន៍អារ៉ាប់យ៉ាងត្រដាបត្រដួសនិងអូសបន្លាយយ៉ាងរ៉ាំរ៉ៃដោយករណីប្រទេសសេរីជាឧទាហរណ៍ជាក់ស្ដែងមិនអាចប្រកែកបានទេក្នុងរយៈពេលជាង5ឆ្នាំកន្លងទៅសហគមន៍អន្តរជាតិបានខ្នះខ្នែងសម្បើមណាស់ដើម្បីស្វែងរកដំណោះស្រាយសមស្របមួយដែលអាចទទួលយកបានទាំងអស់គ្នាសម្រាប់ប្រទេសសេរីមានសន្និសីទអន្តរជាតិជាច្រើនត្រូវបានរៀបចំឡើងរួមទាំងកិច្ចខិតខំប្រឹងប្រែងជាលក្ខណៈទ្វេភាគីរបស់ប្រទេសមហាអំណាចមួយចំនួនផងពិសេសរវាងសហរដ្ឋអាមេរិកនិងប្រទេសរុស្ស៊ីអ្វីដែលទីក្រុង Washington និង Moscow សម្រេចបាននាពេលកន្លងមកគឺជាកិច្ចព្រមព្រៀងឈប់បាញ់បណ្ដោះអាសន្នដើម្បីអនុញ្ញាតឲ្យមានការដឹកជញ្ជូនជំនួយមនុស្សធម៌ទៅឲ្យពលរដ្ឋសេរីដែលកំពុងជាប់គន់នៅក្នុងតំបន់ជម្លោះឬមួយក៏ចូលរួមកាត់បន្ថយការស្លាប់របស់ជនស៊ីវិលស្លូតត្រង់ជាក់ស្ដែងកិច្ចព្រមព្រៀងឈប់បាញ់លើកទី1កាលពីខែមីនាដែលបានចូលជាធរមានរយៈពេល1ខែនិងកិច្ចព្រមព្រៀងឈប់បាញ់លើកទី2កាលពីថ្ងៃទី9កញ្ញាដែលបានចូលជាធរមាននៅថ្ងៃទី12កញ្ញាកន្លងទៅថ្មីនេះតែបញ្ហានៅត្រង់ថាកិច្ចព្រមព្រៀងឈប់បាញ់លើកទី2ដែលទើបចូលជាធរមានបានមួយសប្តាហ៍ក៏ស្រាប់តែមានភាពផុយស្រួយនិងកំពុងស្ថិតក្នុងភាពស្រពេចស្រពិលទៅវិញផុយស្រួយនិងស្រពេចស្រពិលក៏ដោយសារថាការផ្ទុះអាវុធកំពុងបន្តមានហើយការដឹកជញ្ជូនជំនួយមនុស្សធម៌ទៅឲ្យពលរដ្ឋសេរីក៏កំពុងជាប់គាំងនៅតាមបណ្ដោយព្រំដែនរវាងទួរគីនិងសេរីការផ្ទុះអាវុធជាថ្មីលើកទី1បានកើតមាននៅថ្ងៃសុក្រទី16កញ្ញាចំថ្ងៃទី4នៃការចូលជាធរមានរបស់កិច្ចព្រមព្រៀងបន្ទាប់មកនៅថ្ងៃសៅរ៍ឆ្លងចូលថ្ងៃអាទិត្យទី18កញ្ញាស្ថានភាពបានវិលរកទំនំដើមដោយកម្លាំងសម្ព័ន្ធមិត្តដឹកនាំដោយសហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកលើទីតាំងទ័ពរដ្ឋាភិបាលសេរីនិងលើស្រុកមួយចំនួនក្នុងទីក្រុងអាឡឹបអាមេរិកបានប្រកាសសារភាពថាខ្លួនពិតជាបានបើកការវាយប្រហារនោះមែនតែស្មានតែទីតាំងវាយប្រហារនោះជាទីតាំងរបស់ពួកជីហាតអង្គការរដ្ឋអ៊ីស្លាមទោះជាយ៉ាងនេះក្តីការឆ្លើយសារភាពរបស់អាមេរិកមិនអាចទប់កំហឹងរបស់រុស្ស៊ីបានឡើយមូស្គូបានបញ្ចេញប្រតិកម្មបរិហាដោយចោទអាមេរិកត្រង់ពីបទរំលោភបំពានលើកិច្ចព្រមព្រៀងនិងមិនបានចែកឲ្យដាច់ស្រឡះរវាងពួកឧទាមបះបោនិងពួកជីហាតអង្គការរដ្ឋអ៊ីស្លាមសង្គ្រាមពាក្យសម្ដីរវាងអាមេរិកនិងរុស្ស៊ីបានឆ្លងចូលទៅដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉កសម្ដីវាយប្រហាររុស្ស៊ីបានផ្ដើមចេញពីមាត់លោកស្រី Samantha Power ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិលោកស្រី Power បានចោទរុស្ស៊ីពីបទបន្តគាំទ្ររបបសេរីរបស់លោកប្រធានាធិបតីអាសាដដែលបានវាយប្រហារលើជនស៊ីវិលស្លូតត្រង់និងបន្តធ្វើទរណកម្មលើអ្នកទោសជាច្រើនពាន់នាក់ជាចម្លើយតបវិញលោក Vitaly Churkin ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិមិនបានប្រើសម្ដីខ្លាំងៗដាក់អាមេរិកទេគ្រាន់តែថាសម្ដីរបស់លោកស្រី Power ជាប្រផ្នូលអាក្រក់មួយដែលពិបាកឲ្យរុស្ស៊ីបន្តអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ឲ្យបានខ្ជាប់ខ្ជួនអញ្ចឹងសួរថាតើកិច្ចព្រមព្រៀងឈប់បាញ់នៅសេរីដែលអនុម័តដោយអាមេរិកនិងរុស្ស៊ីត្រូវចប់ត្រឹមនេះឬយ៉ាងណានិងថាតើគេអាចស្រោចស្រង់កិច្ចព្រមព្រៀងនេះបានដែរឬទេវាហាក់ដូចជារហ័សពេកដែលគេអាចផ្ដល់ចម្លើយមួយច្បាស់លាស់អ្វីដែលគេដឹងអាមេរិកនិងរុស្ស៊ីបានសង្ឃឹមដូចគ្នាតាំងពីដំបូងថាកិច្ចព្រមព្រៀងឈប់បាញ់នៅសេរីនឹងអនុញ្ញាតឲ្យពួកគេអាចរួមសហការផ្លូវយោធានៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអង្គការរដ្ឋអ៊ីស្លាមក្នុងទឹកដីសេរីតែឧបសគ្គដែលកំពុងបន្តខ្ទាស់ជើងអ្នកទាំងពីរគឺការបន្តបន្ទុកចិត្តគ្នានិងការយល់ឃើញមិនដូចគ្នាចំពោះដំណោះស្រាយឲ្យសេរីនៅម្ខាងរុស្ស៊ីបន្តគាំទ្ររដ្ឋាភិបាលសេរីរបស់លោកអាសាដនិងនៅម្ខាងទៀតអាមេរិកបន្តគាំទ្រក្រុមបះបោនិងចង់បានដំណោះស្រាយឲ្យសេរីដោយគ្មានវត្តមានលោកអាសាដយ៉ាងណាក៏ដោយសំណុំរឿងសេរីកំពុងក្លាយជាប្រធានបទក្តៅនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិពេលនេះ
សហគមន៍អន្តរជាតិសង្ឃឹមនឹងបន្តកិច្ចព្រមព្រៀងអាមេរិករុស្ស៊ីក្នុងគោលដៅផ្ដល់សន្ទុះកិច្ចចរចាស្វែងរកដំណោះស្រាយឲ្យវិបត្តិស៊ីរីត្រង់ចំណុចនេះនៅមិនទាន់មានចម្លើយភ្លាមពីអាមេរិកនិងរុស្ស៊ីទេតែលោក John Kerry និងលោក Sergei Lavrov បានព្រមព្រៀងគ្នាថានឹងកោះប្រជុំជាសាធារណៈស្ដីពីវិបត្តិស៊ីរីនៅថ្ងៃទី21កញ្ញាខាងមុខស្ដាប់វិទ្យុបារាំង RFI ពិភពលោកស្ថិតក្នុងដៃរបស់លោកអ្នកទេសនាសារព័ត៌មាននៅក្នុងនីតិទេសនាសារព័ត៌មាននៅថ្ងៃនេះរៀបចំជូនដោយវ៉ាន់សុគន្ធាសូមអញ្ជើញស្ដាប់នៅថ្ងៃអង្គារទី20កញ្ញានេះកាសែតភ្នំពេញប៉ុស្តិ៍ផ្សាយជាភាសាខ្មែរបានចាប់អារម្មណ៍ខ្លាំងលើរឿងលោកហ៊ុនសែនថាកំចាត់បាតកម្មមិនចរចាជាមួយបកប្រឆាំងកាសែតបានផ្ដើមសេចក្ដីរឿងរបស់ខ្លួនថាលោកហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានព្រមានសារជាថ្មីកាលពីម្សិលមិញនិងបានដាក់បទបញ្ជាឲ្យកំចាត់ចោលហ្វូងបាតកម្មទូទាំងប្រទេសដែលគ្រោងដោយគណៈបកសង្គ្រោះជាតិពេលណាមួយដែលបកប្រឆាំងធំមួយនេះគិតថាគ្មានជំរឿសដែលអាចស្វែងរកការចរចានយោបាយជាមួយគណៈបកប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចនាពេលបច្ចុប្បន្នព្រមពេញប៉ុស្តិ៍បានបន្តទៀតថាលោកហ៊ុនសែនដែលជាប្រធានគណៈបកប្រជាជនកម្ពុជាផងដែរនោះបានថ្លែងទៅកាន់និស្សិតដែលបញ្ចប់ការសិក្សាហើយបានចូលរួមទទួលសញ្ញាបត្រដែលធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំដោយបញ្ជាក់ថានៅកម្ពុជាមិនមានវិបត្តិនយោបាយទេហើយការគម្រាមធ្វើបាតកម្មរបស់គណៈបកប្រឆាំងក៏មិនឲ្យកាន់មានដែរចំណែកកាសែត Cambodia Daily វិញកាសែតនេះបានឲ្យចំណងជើងរឿងនេះដែរថាលោកហ៊ុនសែនជាអ្នកបញ្ជាឲ្យចលនាទ័ពជំវិញទីស្នាក់ការកណ្ដាលបកសង្គ្រោះជាតិបើតាម Cambodia Daily លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថាលោកនឹងកម្ចាត់ចោលអ្នកប្រឆាំងដែលហ៊ានធ្វើបាតកម្មប្រឆាំងរដ្ឋាភិបាលហើយក្នុងនោះលោកក៏បានប្រកាសដែរថាលោកជាអ្នកបញ្ជាដោយផ្ទាល់ឲ្យយោធាចល័តជំវិញទីស្នាក់ការកណ្ដាលរបស់គណៈបកសង្គ្រោះជាតិកាលពីចុងខែមុនចំពោះកាសែតខ្មែរ Times កាសែតនេះក៏មិនបានទៅណាឆ្ងាយពីរឿងលោកនាយករដ្ឋមន្ត្រីនេះដែរកាសែតបានឲ្យចំណងជើងដែរថាលោកនាយករដ្ឋមន្ត្រីដាក់បទបញ្ជាឲ្យមេទ័ពទាំងអស់ត្រៀមកម្លាំងទប់ស្កាត់រាល់បាតកម្មខ្មែរ Times បានសរសេរថាលោកនាយករដ្ឋមន្ត្រីបានដាក់បញ្ជាសារជាថ្មីទៅបណ្ដាមេទ័ពទាំងអស់ត្រៀមកម្លាំងទប់ស្កាត់រាល់បាតកម្មដើម្បីកម្ចាត់ចោលអ្នកណាក៏ដោយដែលបំផ្លាញសន្តិសុខសណ្ដាប់ធ្នាប់សង្គមដោយលោកបានលើកឡើងថានៅកម្ពុជាក៏ពុំមានវិបត្តិនយោបាយដែរខ្មែរ Times បានលើកឡើងទៀតថាលោកនាយករដ្ឋមន្ត្រីបានលើកឡើងថានៅប្រទេសចិនអ្នកឯងគម្រាមធ្វើបាតកម្មដល់លោកមកដល់ស្រុកខ្មែរគម្រាមលោកក៏បានដាក់ជាបទបញ្ជាដោយចង់ដឹងប្រតិកម្មកម្លាំងលោកបានបញ្ជា36នាទីពីសង្ហបុរីមានទាំងកម្លាំងជើងគោកជើងទឹកនិងកម្លាំងអាកាសកម្លាំងក៏ចេញដំណើរបានប៉ុន្តែគេថាជាការគម្រាមទៅវិញជាមួយគ្នានេះលោកហ៊ុនសែនក៏បានថ្លែងបញ្ជាក់យ៉ាងដូចនេះដែរថា Facebook មួយចំនួនថាលោកហ៊ុនសែនគម្រាមខ្ញុំថានេះមិនមែនជាការគម្រាមទេតែវាខ្លាំងជាងការគម្រាមទៅទៀតព្រោះវាជាប្រភេទនៃបទបញ្ជាដើម្បីកម្ចាត់ចោលអ្នកណាក៏ដោយដែលបំផ្លាញសន្តិសុខសណ្ដាប់ធ្នាប់សង្គមដោយឡែកកាសែតកម្ពុជាថ្មីដែលជាកាសែតគាំទ្ររដ្ឋាភិបាលវិញកាសែតនេះក៏បានចាប់អារម្មណ៍រឿងរបស់លោកនាយករដ្ឋមន្ត្រីផងដែរដោយកាសែតបានដាក់ចំណងជើងធំៗនៅលើទំព័រមុខរបស់ខ្លួនថាសម្ដេចតេជោថាកម្ពុជាគ្មានវិបត្តិនយោបាយនិងវិបត្តិផ្ទៃក្នុងទេហើយក៏គ្មានការចរចារវាង CPP និង CNLPចំណែកកាសែតរដ្ឋស្មីកម្ពុជាកាសែតនេះក៏បានចាប់អារម្មណ៍រឿងរ៉ាវទាំងនេះផងដែរក៏ប៉ុន្តែកាសែតបានទាញចេញមកតាក់ទងទៅនឹងតម្លៃស្រូវធ្លាក់ចុះវិញដោយកាសែតបានដាក់ចំណងជើងថាប្រមុខរាជរដ្ឋាភិបាលចាត់វិធានការជំវិញការធ្លាក់ថ្លៃតម្លៃស្រូវរបស់កសិកររដ្ឋស្មីកម្ពុជាបានសរសេរថាលោកហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានអំពាវនាវឲ្យធនាគារពាណិជ្ជកម្មបន្តផ្ដល់ប្រាក់កម្ចីដល់ក្រុមហ៊ុនរកស៊ីផ្នែកស្រូវអង្ករនិងអំពាវនាវឲ្យស្ថាប័នមីក្រូហិរញ្ញវត្ថុពន្យាពេលការសងប្រាក់និងបន្ធូរបន្ថយការប្រាក់លោកហ៊ុនសែនក៏បានអំពាវនាវឲ្យឈ្មួញប្រមូលទិញនិងប្រជាពលរដ្ឋបរិភោគអង្ករនៅក្នុងស្រុកផងដែរក្រៅពីរឿងនេះរឿងស្ត្រីសកម្មជនដីធ្លីបង្កក់ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារកាលពីម្សិលមិញក៏ជាប្រធានរឿងសំខាន់ដែលកាសែតនៅស្រុកខ្មែរលើកយកមកដាក់លើទំព័រមុខរបស់ខ្លួននៅថ្ងៃនេះកាសែតភ្នំពេញប៉ុស្តិ៍បានដាក់ចំណងជើងថាស្ត្រីសកម្មជនបង្កក់4នាក់ត្រូវបានកាត់ឲ្យជាប់ទោសក្នុងម្នាក់6ខែនៅខាងស្ដាំចំណងជើងកាសែតបានភ្ជាប់នៅរូបភាពសកម្មភាពប្រជាជននៅតំបន់បង្កក់មកតវ៉ានៅមុខសាលាដំបងរាជធានីភ្នំពេញដើម្បីឲ្យមានការដោះលែងសកម្មជនដីធ្លីតំបន់បង្កក់ទាំងនោះ
ចំណែកកាសែត Cambodia Daily វិញបានដាក់រូបភាពបង្ហាញនៅមន្ត្រីនគរបាលបង្ក្រាបកុបកម្មដើរក្បែរសាលាដំបងរាជធានីភ្នំពេញកាលពីម្សិលមិញគឺអំឡុងពេលដែលសកម្មជនដីធ្លីបង្កក់កំពុងតែឈរតវ៉ានៅខាងមុខតុលាការ Cambodia Daily បានដាក់ចំណងជើងរឿងនេះថាតុលាការផ្តន្ទាទោសសកម្មជនបង្កក់តាក់ទិនទៅនឹងសំណុំរឿងឆ្នាំ 2001 រូបភាពនៃសកម្មភាពតវ៉ានៅមុខសាលាដំបងរាជធានីភ្នំពេញកាលពីម្សិលមិញក៏មាននៅលើទំព័រមុខរបស់កាសែតខ្មែរ Times ដូចគ្នាផងដែរកាសែតនេះបានដាក់ចំណងជើងថាតុលាការដាក់ទោសស្ត្រីបង្កក់ 4 នាក់ជាប់ 6 ខែកាសែតខ្មែរ Times បានរាយការណ៍ថាសកម្មជនដីធ្លីតំបន់បង្កក់ 4 នាក់កាលពីម្សិលមិញត្រូវបានសាលាដំបងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសពីបទប្រមាថអ្នករាជការសាធារណៈនិងប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោសពាក់ព័ន្ធនឹងការតវ៉ាទាមទារដំណោះស្រាយដីធ្លីកាលពីខែវិច្ឆិកាឆ្នាំ 2001 ខ្មែរ Times បានរាយការណ៍បន្តទៀតថាក្នុងសវនាការជំនុំជម្រះអ្នកស្រីទេវនីអ្នកស្រីប៊ូឆាវីនិងអ្នកស្រីគង់ចថាបានប្រកាសច្រានចោលនៅការចាត់បង្ការនោះខណៈដែលអ្នកស្រីហេងមុំមិនមានវត្តមានឡើយមេធាវីការពារជនជាប់ចោតបានលើកឡើងថាមិនមានភស្តុតាងណាមួយដែលបង្ហាញពីសកម្មភាពល្មើសឬកំហុសរបស់ស្ត្រីជាប់ចោតទាំង 4 នាក់នោះឡើយស្របពេលសវនកម្មនោះប្រជាសហគមន៍ចំនួនដីធ្លីប្រមាណជា30នាក់ក៏បានប្រមូលផ្ដុំនៅខាងមុខតុលាការលើកបដាទាមទារឲ្យតុលាការទម្លាក់ការចាប់ប្រកាន់និងដោះលែងពួកគេទាំងនោះផងដែរយើងបញ្ចប់នីតិទស្សនៈសារព័ត៌មាននៅថ្ងៃនេះដោយមកអានកាសែតកម្ពុជាថ្មីបានចាប់អារម្មណ៍រឿងកម្ពុជាស្នើឲ្យទូគីផ្ដល់ឯកសារពីករណីដែលថាសាលាសាមញ្ញនៅភ្នំពេញជាប់ពាក់ព័ន្ធនឹងរដ្ឋប្រហារយោធាកម្ពុជាថ្មីបានរាយការណ៍ថាការស្នើសុំនេះបានធ្វើឡើងនៅក្នុងជំនួបរវាងលោកហៅនំហុងឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកការបរទេសជាមួយនឹងលោកអ៊ីយ៉ានហ្គាម៉ាន់តូឯកអគ្គរដ្ឋទូតទូគីប្រចាំកម្ពុជាកាលពីព្រឹកថ្ងៃទី19 កញ្ញាឆ្នាំ 2016 នៅទីស្តីការគណៈរដ្ឋមន្ត្រីព័ត៌មានលឿនរហ័សច្បាស់លាស់និងស៊ីជម្រៅវិទ្យុបារាំង RFIលោកអ្នកស្ដាប់វិទ្យុបារាំងអន្តរជាតិ AFP នៅពេលនេះកម្មវិធីព័ត៌មានរយៈពេលពេញ1ម៉ោងរបស់យើងបានឈានចូលមកដល់ទីបញ្ចប់សូមអរគុណចំពោះការយកចិត្តទុកដាក់តាមដានស្ដាប់របស់អស់លោកអ្នកនៅពេលបន្តិចទៀតនេះលោកអ្នកនឹងបានស្ដាប់ព័ត៌មានជាភាសាបារាំងហើយនៅម៉ោង 2:30 នាទីលោកអ្នកនឹងបានស្ដាប់បន្តព័ត៌មានខ្លីតាមរយៈវិទ្យុបារាំងអន្តរជាតិខ្ញុំសូមអរគុណដល់ Rosa ដែលបានជួយបញ្ជាខាងផ្នែកបច្ចេកទេសនៅពេលនេះនាងខ្ញុំប៉ុនសុភ័ណ្ឌនិងសហការីវិទ្យុបារាំងអន្តរជាតិ AFP សូមអរគុណសូមជម្រាបលា